ការឈានជើងចេញទៅប្រកួតលើសង្វៀនអន្តរជាតិជាលើកដំបូងបាននាំមកនូវក្តីរំភើបភាពភ័យអរនិងមេរៀនជីវិតថ្មីៗសម្រាប់កីឡាករនីវ័យក្មេងលុនការ៉ូណាបន្ទាប់ពីនាងបានសាងមោទនភាពជូនជាតិដោយការដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសា Virtual Taekwondo WT ពីការប្រកួតក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ខ្លួនលុនការ៉ូណាមានស្រុកកំណើតដើមនៅខេត្តកណ្ដាលប៉ុន្តែបានមករស់នៅទីក្រុងភ្នំពេញតាំងពីក្មេងនាងជាកូនទី2ក្នុងចំណោមបងប្អូន3នាក់ហើយនៅក្នុងគ្រួសារគ្មានអ្នកលេងកីឡាទាត់តែសោះដើមហេតុដែលនាំឲ្យយុវតីវ័យ16ឆ្នាំរូបនេះផ្សារភ្ជាប់និស្ស័យជាមួយនឹងកីឡា Taekwondo WT គឺដោយសារសាលារៀនរបស់នាងមានបើកថ្នាក់បង្រៀនកីឡានេះតាំងពីនាងរៀនថ្នាក់ទី2មកម្លេះពលគឺក្នុងអាយុប្រហែល7ទៅ8ឆ្នាំក្រោយការវឹកហាត់អស់រយៈពេលជាច្រើនឆ្នាំនិងបានឆ្លងកាត់ការប្រកួតក្នុងស្រុកជារៀងរាល់ឆ្នាំករណីធ្លាប់បានសាកល្បងលើវិញ្ញាសាផ្សេងៗប៉ុន្តែមិនសូវទទួលបានសមិទ្ធផលល្អទើបនាងសម្រេចចិត្តប្តូរមកប្រកួតលើវិញ្ញាសាប្រយុទ្ធវិញជាផ្លែផ្កានៃការមិនបោះបង់នាងត្រូវបានជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកាលពីឆ្នាំមុនលើវិញ្ញាសាប្រយុទ្ធហើយនៅក្នុងឆ្នាំនេះនាងបានបន្តជាប់លើវិញ្ញាសាថ្មីគឺ Virtual Taekwondo ទាក់ទិននឹងការចេញប្រកួតក្រៅស្រុកលើកដំបូងនេះលុនករណីបានចែករំលែកអារម្មណ៍ពិតថានាងមានអារម្មណ៍សប្បាយចិត្តបន្តិចនិងរំភើបបន្តិចព្រោះជាការចេញប្រកួតលើកដំបូងហើយទទួលបានសមិទ្ធផលត្រឡប់មកវិញភ្លាមសម្រាប់នាងមេដាយប្រាក់នេះពិតជាស័ក្តិសមទៅនឹងអ្វីដែលនាងបានខិតខំប្រឹងប្រែងវឹកហាត់កន្លងមកព្រោះការប្រកួតនេះត្រូវជួបជាមួយនឹងប្រទេសខ្លាំងៗជាច្រើនទោះជាយ៉ាងណាយុវតីរូបនេះបានសារភាពថានាងក៏មានអារម្មណ៍ភ័យបន្តិចបន្តួចដែរនៅពេលឈានជើងចូលទីលានដោយសារពីមុនធ្លាប់គិតថាខ្លួនឯងខ្លាំងគ្រប់គ្រាន់ហើយនៅក្នុងស្រុកប៉ុន្តែពេលចេញមកប្រកួតក្រៅប្រទេសទើបឃើញថាមានអ្នកខ្លាំងហើយនៅមានអ្នកខ្លាំងជាងនេះទៅទៀតកីឡាករមកពីបណ្ដាប្រទេសផ្សេងៗសុទ្ធតែមានបច្ចេកទេសប្លែកៗពីគ្នានាងមើលឃើញថាប្រភេទកីឡានេះមានការទទួលស្គាល់និងមានអ្នកលេងច្រើនណាស់នៅបរទេសហើយការប្រកួតលើកនេះក៏មិនទាន់មានកម្ពុជាអ្នកខ្លាំងមកចូលរួមទាំងអស់ដែរគឺនៅមានអ្នកខ្លាំងជាច្រើនទៀតទោះបីជាដណ្ដើមបានមេដាយប្រាក់ជូនជាតិមែនប៉ុន្តែលុនករណីទទួលស្គាល់ថាខ្លួននៅមានចំណុចខ្វះខាតច្រើនណាស់ដែលធ្វើឲ្យខកខានមិនបានទទួលយកមេដាយមាសយ៉ាងណាមិញការប្រកួតលើកនេះគឺជាបទពិសោធន៍ដ៏ល្អនិងជាឱកាសក្នុងការបង្កើនសមត្ថភាពដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់នាពេលខាងមុខមានអារម្មណ៍ថាសប្បាយចិត្តតិចរំភើបបន្តិចព្រោះអីចេញលើកដំបូងហើយបានទទួលសមិទ្ធផលបានវិញទៀតសម្រាប់នេះគឺគិតថាវាស័ក្តិសមខ្លះព្រោះអីយើងបានប្រកួតជាមួយប្រទេសជិតខាងបានច្រើនដែរចាការប្រកួតនេះអាចថាជាបទពិសោធន៍ផងអាចថាជារបៀបថាយើងយកបទពិសោធន៍យករ៉េងយកអីដើម្បីប្រកួតហ្គេមធំៗផងបងយុវតីជំនឿជាតិរូបនេះបានបដិញ្ញាចិត្តយ៉ាងមុតមមថាពេលត្រឡប់មកវិញនាងនឹងបន្តខិតខំប្រឹងប្រែងវឹកហាត់ឲ្យខ្លាំងជាងមុនបន្ថែមទៀតដើម្បីកែប្រែនៅចំណុចខ្វះខាតនិងដណ្ដើមយកសមិទ្ធផលល្អៗជាងនេះជូនជាតិមាតុភូមិគូបញ្ជាក់ផងដែរថាសម្រាប់ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡា Taekwondo និមិត្តអាស៊ានលើកទី1ឆ្នាំ2026នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនេះខេមរៈសហព័ន្ធ Taekwondo បានបញ្ជូនគ្រូបង្វឹកគ្រូជំនួយនិងកីឡាករកីឡាការិនីចំនួន6រូបរួមមានគ្រូបង្វឹកជម្រើសជាតិលោកយាវវ៉ាន់ឌីជាគ្រូជំនួយគណៈកីឡាការិនីលុនការ៉ូណាជាកីឡាការិនីម្នាក់ក្នុងចំណោមនោះដែលប្រជែងបានមេដាយប្រាក់AMS Sport ដើម្បីកីឡា